បងប្អូនហើយគ្រាន់តែឃើញពណ៌ឃើញផ្សែងហើយឃើញក្លិនអីហ្នឹងគឺថាតាក់ចិត្តតែម្ដងគ្រឿងក្លែមវិញត្រូវមែនទេរសជាតិវិញឲ្យ10លើ10ពោះតាន់អាំងអំបិលទេបងប្អូនធ្លាប់តែធ្វើពោះតាន់ម៉ាំឆៅឆាស្ពៃជូរអីផ្សេងអញ្ចឹងទឹកប្រហុកទឹកអីចឹងបងប្អូនសាកមកមុខនេះមកតានីមិនឲ្យបងប្អូនខកបំណងទេមើលវីដេអូខ្ញុំឃើញពេលយប់អីកុំលួចជេរខ្ញុំណាតែសុំបន្តិចសិនណាបងប្អូនណាជួយ follow page ខ្ញុំម្នាក់មួយផងណាហើយឥឡូវនេះយើងមកមើលពីរបៀបធ្វើពោះតាន់របស់យើងគឺថាធ្វើយ៉ាងណាឲ្យបំបត្តិក្លិនឆ្អាបក្លិនឆ្អេះរបស់ពោះតាន់ហ្នឹងខ្ញុំប្រើគ្រឿងខ្មែរដើម្បីបំបត្តិជាតិឆ្អាបបងប្អូនខ្ញុំដាក់គល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយគល់វ៉ាន់ស៊ុយបន្តិចមកតមកទៀតយើងថែមជាមួយនឹងស្មៅស៊ុបបន្តិចមកបងប្អូនឲ្យវាមានជាតិតិចៗនៅក្នុងហ្នឹងតែម្ដងហើយឥឡូវនេះយើងមកធ្វើគ្រឿងដើម្បីសម្រាប់ប្រឡាក់ជាមួយពោះតាន់របស់យើងគ្រឿងប្រឡាក់ពោះតាន់អត់មានអីទេបងប្អូនមានតែគល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយយើងដាក់គល់វ៉ាន់ស៊ុយតិចមកខ្ទឹមសខ្ទឹមក្រហមម្ទេសបងប្អូនហើយសារ៉ាប់ម្ទេសបងប្អូនអាចដាក់តាមចូលចិត្តណាបងប្អូនបើសិនជាមុខម្ហូបបែបនេះយើងដាក់រៀងហិលតិចមកបានឆ្ងាញ់ណាបែកប៉ុណ្ណឹងហើយបងប្អូនអត់ឲ្យយកមាត់ឈឹងពេកយកមាត់ឈឹងពេកអត់សូវឆ្ងាញ់ទេអញ្ចឹងយើងដាក់ប៉ុណ្ណឹងមកងាកមកមើលពោះតាន់របស់យើងវិញគឺថាឆ្អិនល្មមផងដែរពោះតាន់ខ្ញុំស្ងោរ20នាទីបងប្អូនណាពេលដែលលើកចេញហើយខ្ញុំត្រាំជាមួយទឹកកកបន្តិចសិនដើម្បីឲ្យឆាប់ត្រជាក់សាច់ឡើងរឹងឡើងស្រួយអីចឹងទៅយើងដាក់ត្រាំមួយផ្លេតមកបងប្អូនប្រហែលជា15នាទីអីខ្ញុំស្រង់ចេញមករួចហើយយើងចាប់ផ្ដើមកាត់ពោះតាន់សម្រាប់បងប្អូនវិញបងប្អូនអាចកាត់វែងខ្លីអីតាមការចូលចិត្តចឹងណាយើងកាត់មកល្មមមកនៅពេលដែលយើងអាំងលើចក្រានយើងកាត់ថែមទៀតមកឥឡូវរួចអីបងប្អូនយើងដាក់គ្រឿងចូលមកគ្រឿងបុកហ្នឹងយើងដាក់ចូលមកឥឡូវខ្ញុំថែមមួយនឹងម្សៅស៊ុបបន្តិចប៊ីចេងហើយស្ករសទឹកស៊ីអ៊ីវខ្មៅបន្តិចមកដើម្បីយកពណ៌នៅពេលអាំងហើយប្រេងខ្យងទឹកស៊ីអ៊ីវហើយយើងថែមទឹកដោះគោតិចមកបងប្អូននៅពេលយើងថែមទឹកដោះគោតិចមកមានរសជាតិកាន់តែឆ្ងាញ់ខ្ទិះនៅក្នុងហ្នឹងតែម្ដងមុខម្ហូបមួយមុខនេះតានីបងប្អូនគាត់តែឃើញពណ៌សបល់ហ្នឹងក៏ចង់ញ៉ាំដែរមែនអត់យើងផ្ទាប់ជាមួយនឹងសាឡាត់ឬក៏ស្ពៃអីតិចតួចមកនៅពេលដែលញ៉ាំទឹកជ្រលក់អីថែមមកបងប្អូនទឹកជ្រលក់បងប្អូនអាចមានទឹកត្រីបុកក៏បានបងប្អូនអាចប្រើទឹកត្រីដែលបងប្អូនចូលចិត្តញ៉ាំក៏បានដែរហើយពេលដែលអាំងបងប្អូនអាចអាំងលើចក្រានធ្យូងក៏បានអាំងចក្រានដូចខ្ញុំក៏បានដែរខ្ញុំវិញដំបូងថាអាំងចក្រានធ្យូងឲ្យបងប្អូនចុះឡើងខ្ជិលប្រកាត់ភ្លើងដល់ពេលខ្ជិលប្រកាត់ភ្លើងឥឡូវចក្រានហ្នឹងហ្មងទៅស្រួលដោតតែខ្សែភ្លើងមកគឺថាបានញ៉ាំហើយកូនខ្ញុំអត់ចិត្តឆ្អិនអញ្ចឹងគឺមកបងប្អូនមកជួយអាំងដល់ពេលឆៅពេលអីហៅមកចិត្តអត់មកទេដល់ពេលឆ្អិនអញ្ចឹងគឺមកក្បែរចិត្តបានញ៉ាំដល់ពេលអញ្ចឹងគេមកជួយអាំងឥឡូវនេះបងប្អូនគ្រាន់តែឃើញពណ៌ហ្នឹងគឺថាតំណងមែនទេនេះតែក៏ពិតយើងគ្រាន់តែអាំងឲ្យក្រៀមមកដោយសារអីពោះតាន់យើងឆ្អិនម្សាយបងប្អូនយើងស្ងោរឆ្អិនម្សាយយើងអាំងក្រៀមប៉ុណ្ណឹងមកបងប្អូនកាត់មកនេះផ្ទាប់ដូចខ្ញុំចេះមកទឹកជ្រលក់មកអូយបងប្អូនហើយនិយាយពីថាឆ្ងាញ់ណាបងប្អូននិយាយមែនអត់កុហកអីឆ្ងាញ់មែនហើយបងប្អូនញ៉ាំមកខ្ញុំម្ហូបចឹងគឺថាចូលចិត្តត្រូវចិត្តខ្ញុំតែម្ដងញ៉ាំបែបមានក្តីសុខទៀតណាហើយបងប្អូនគាត់ឃើញប៉ុណ្ណឹងតំណងមែនទែនមើលវីដេអូខ្ញុំឃើញពេលយប់អីកុំលួចជេរខ្ញុំណា